យើងត្រូវយល់ពីអត្ថន័យថ្ងៃទី8មីនាថ្ងៃទី8មីនាហ្នឹងគឺជាថ្ងៃរំលឹកជាប្រវត្តិសាស្ត្រនៅការខិតខំប្រឹងប្រែងការលះបង់ស្ត្រីនៅក្នុងការតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពសមភាពគ្រប់បែបយ៉ាងនៅក្នុងសង្គមវាជាការទាមទារសិទ្ធិនៅក្នុងការចូលរួមសេចក្តីសម្រេចផ្សេងៗនៅក្នុងសង្គម100ឆ្នាំមុនណាបងប្អូនជាង100ឆ្នាំមុនស្ត្រីកុំថាឡើយចូលរួមក្នុងសង្គមឬក៏ឈរឈ្មោះឲ្យគេបោះឆ្នោតដើម្បីធ្វើជាតំណាងការដឹកនាំនៅក្នុងសង្គមសូម្បីតែបោះឆ្នោតអត់មានសិទ្ធិទៅបោះឆ្នោតផងណាជាង100ឆ្នាំមុនប៉ុន្តែដោយសារតែស្ត្រីមានការតស៊ូគ្រប់ដាច់ព្រោះស្ត្រីគាត់គិតថាគាត់គឺជាមនុស្សគាត់ជាចំណែកមួយនៅក្នុងសង្គមរឿងអីហេតុអីបានជាតម្លាក់តម្លៃគាត់ណាអត់ស្មើភាពគ្រប់ណាទាំងភេទទាំងវប្បធម៌ណាទាំងកិច្ចការងារនៅក្នុងសង្គមហេតុអីបានគាត់ជាម្ចាស់ទឹកម្ចាស់ដីគាត់កើតមកក្នុងទឹកដីនេះគេដែរមិនក៏ត្រូវទៅមកប្រអាគាត់អញ្ចឹងហើយបានជាស្ត្រីចាប់ផ្ដើមធ្វើការតស៊ូណាតស៊ូមតិណាហើយការតស៊ូមតិស្ត្រីមិនមែនគ្រាន់តែមួយថ្ងៃពីរថ្ងៃបានទេណាបើយើងសិក្សាពីប្រវត្តិសាស្ត្រចំណាយចិត្តមួយទសវត្សរ៍មួយសតវត្សរ៍9ទសវត្សរ៍ទម្រាំតែស្ត្រីត្រូវបានគេទទួលស្គាល់គេឲ្យចូលរួមអនុញ្ញាតឲ្យចូលរួមនៅក្នុងសង្គមមានសិទ្ធិបោះឆ្នោតមានសិទ្ធិចូលរួមការបោះឆ្នោតមានសមភាពផ្លូវភេទអត់មានការរើសអើងទាំងវប្បធម៌ណាទាំងនៅក្នុងសង្គមផ្សេងអាហ្នឹងជាការតស៊ូអញ្ចឹងមួយថ្ងៃហ្នឹងគឺជាថ្ងៃរំលឹកភាពដ៏អស្ចារ្យរបស់ស្ត្រីនៅក្នុងការតស៊ូណាមិនមែនមួយថ្ងៃសម្រាប់ស្ត្រីមានសិទ្ធិទេប៉ុន្តែទោះបីយ៉ាងណាក៏ដោយការតស៊ូស្ត្រីអត់ទាន់ចប់ទេបងប្អូនគិតថាចប់អស់ហើយណា100ឆ្នាំមុនជាង100ឆ្នាំមុនស្ត្រីបានរៀបចំតស៊ូឥឡូវស្ត្រីទទួលបានសិទ្ធិសេរីភាពស្មើនឹងបុរសហើយស្ត្រីថាឈប់ធ្វើតទៅទៀតហើយការតស៊ូស្ត្រីអត់ទាន់បញ្ចប់ទេបងប្អូនព្រោះអ្វីដែលស្ត្រីចង់បានអត់ទាន់ទទួលបានទេអ្វីដែលស្ត្រីទទួលបានអាចសម្ដៅទៅលើបណ្ដាប្រទេសមួយចំនួនដែលមានការគោរពសិទ្ធិមនុស្សប្រទេសមួយចំនួនដែលមានប្រជាធិបតេយ្យពិតប្រាកដដែលគេឲ្យតម្លៃទៅលើស្ត្រីស្មើភាពទៅលើស្ត្រីនៅក្នុងសង្គមកិច្ចការងារក្នុងសង្គមប៉ុន្តែនៅប្រទេសជាច្រើននៅលើពិភពលោកនៅមានការរើសអើងស្ត្រីនៅមានការប្រកាន់ភេទទៅលើស្ត្រីភាពទន់ខ្សោយលើស្ត្រីវប្បធម៌ទៅលើស្ត្រីជាពិសេសគឺសិទ្ធិនៅក្នុងការចូលរួមនៅក្នុងកិច្ចការងារសង្គមអានេះជាផលលំបាកដោយសារគេប្រៀបធៀបស្ត្រីទៅលើកម្លាំងគេអត់ប្រៀបធៀបទៅលើអីផ្សេងទេគេអត់ប្រៀបធៀបទៅលើបញ្ញាគេអត់ប្រៀបធៀបទៅលើអ្វីដែលជាស្ត្រីធ្វើបានប៉ុន្តែគេប្រៀបធៀបទៅលើកម្លាំងប៉ុន្តែផ្ទុយពីអ្វីដែលស្ត្រីធ្លាប់ធ្វើបានអមិនខ្ញុំបានជជែកលេងថាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយរបស់ស្ត្រីដែលនៅលើពិភពលោកទទួលស្គាល់គឺស្ត្រីជនជាតិរុស្ស៊ីដែលគាត់បានធ្វើបាតកម្មប្រឆាំងជាមួយនឹងការរើសអើងទៅលើគេហៅថាអធិរាជប្រទេសរុស្ស៊ីរហូតដល់ឲ្យប្រទេសរុស្ស៊ីនឹងប្រែក្លាយពីប្រទេសរាជានិយមផ្ដាច់ការទៅជាប្រទេសសង្គមនិយមណែអាការផ្លាស់ប្ដូររបបហ្នឹងគឺកើតឡើងអំពីការតស៊ូស្ត្រីបរិសុទ្ធអត់បានចេញធ្វើការប្រឆាំងតស៊ូទេប៉ុន្តែស្ត្រីបានចេញទៅរើការប្រឆាំងតស៊ូអាហ្នឹងឯងដែលយើងមើលឃើញអំពីភាពអស្ចារ្យរបស់ស្ត្រីកើតមកចាញ់តែមួយទេគឺធម្មជាតិជាស្ត្រីប៉ុន្តែពាក់ព័ន្ធជាមួយនឹងខួរក្បាលគឺស្ត្រីអត់ចាញ់បរិសុទ្ធទេបញ្ញាអត់ចាញ់បរិសុទ្ធទេហើយអាភាពអស្ចារ្យមួយទៀតបើយើងនិយាយពីធម្មជាតិភាពអស្ចារ្យមួយទៀតដែលស្ត្រីមានដែលបរិសុទ្ធអត់មានគឺការបង្កើតនៅធនធានមនុស្សមានន័យថាជាមេដាដែលយើងហៅថាមេដាជាមេដាពិភពលោកអានោះភាពអស្ចារ្យរបស់យើងអញ្ចឹងបើយើងប្រៀបធៀបទៅអ្វីដែលយើងគួរបានក្នុងនាមជាស្ត្រីរហូតមកដល់ពេលនេះគឺអត់ទាន់ទទួលបានតាមអ្វីដែលជាការតស៊ូរបស់យើងទេនៅប្រទេសមួយចំនួននៅមានការរើសអើងណាស្ត្រីមួយចំនួនមិនបានរៀនសូត្របានខ្ពង់ខ្ពស់ស្ត្រីមួយចំនួនត្រូវបានគេជិះជាន់ទៅលើផ្លូវភេទស្ត្រីមួយចំនួនពេលដែលចូលធ្វើការនៅក្នុងកម្រិតវិជាដូចគ្នាប៉ុន្តែទទួលបាននៅប្រាក់កម្រៃមិនសមរម្យហើយប្រទេសមួយចំនួនរំលោភសិទ្ធិស្ត្រីវាយធ្វើបាបស្ត្រីចាប់ស្ត្រីដាក់ពន្ធនាគារដោយអយុត្តិធម៌ណាដោយខុសច្បាប់អញ្ចឹងមានន័យថាកិច្ចការងាររបស់ស្ត្រីច្រើនណាស់ដែលទៅធ្វើការចូលរួមអញ្ចឹងមានន័យថាគុំត្រេកអរជាមួយនឹងមួយថ្ងៃ
អបអសាទររងចាំមួយឆ្នាំ365ថ្ងៃអញរងចាំតែមួយថ្ងៃអត់តែដល់ថ្ងៃ8មីនាហ្នឹងអញដឹងថាគេជូនបាច់ផ្កាណាដឹងតែគេហៅទៅកោតសរសើរតែអសល់364ថ្ងៃទៀតនោះគឺថាស្ត្រីនៅពវល់ចក្រានណាមានការងារអីការតស៊ូមតិការនិយាយស្ដីអីគឺអត់បានអញ្ចឹងបងប្អូនត្រូវគិតថាស្ត្រីត្រូវតែបន្តការតស៊ូរហូតដល់ស្ត្រីទទួលបានសិទ្ធិស្មើបរិបទប្រកបនៅក្នុងសង្គមលោក